Okay,យើងចាប់ផ្ដើមបន្តទៀតថ្ងៃហ្នឹងគឺរៀនពី idiom 3ទៀត Okay, let's continue everyone. Let's translate three more idioms with me. There's three idioms, so all the idioms that we've been translating together are very useful because you might hear them in everyday conversation and also when you watch movies or when you listen to people, especially foreigners or people who speak English as their first language. And especially if you want to sound natural when you speak, you need to know all of these idioms. All right, តោះយើងបកប្រែជាមួយខ្ញុំទាំងអស់គ្នាអញ្ចឹង idiom ទី7យើងអានសិនមក British English informal a rude way of telling somebody to go away a rude way of telling somebody to go away អញ្ចឹងវាគឺជាអង់គ្លេសបែបអង់គ្លេស British English យើងមានអង់គ្លេសបែបអាមេរិកាំងបែបកាណាដាបែបអូស្ត្រាលីបែប South Africa ហើយនេះគឺជាអង់គ្លេសបែបអង់គ្លេសហើយគេថា informal ភាសាដែលយើងនិយាយជារៀងរាល់ថ្ងៃ a rude way បានន័យថាគឺជាវិធីមួយដ៏ឆ្លើយក្នុងការប្រាប់នរណាម្នាក់ឲ្យទៅឆ្ងាយគឺជាវិធីមួយដ៏ឆ្លើយក្នុងការប្រាប់នរណាម្នាក់ឲ្យទៅឆ្ងាយណាអញ្ចឹងយើងនិយាយថា on your bike on your bike ថាទៅឆ្ងាយណាអូខេគឺយើងកុំវាឆ្លើយអញ្ចឹងពេលយើងប្រើយើងត្រូវប្រយ័ត្នណាតោះតែយើងប្រើជាមួយអ្នកที่ពេញចិត្តអញ្ចឹងទៅយើងចិត្តតែប្រើមួយគេមួយឯងគេខឹងណាគេ be on your bike or on your bike អូខេបន្តទៀតអឺ a report that says somebody is healthy or that something is in good condition. A report that says somebody is healthy or that something is in good condition គឺជារបាយការណ៍ដែលរាយរាប់ថានរណាម្នាក់គឺមានសុខភាពល្អឬក៏វាថាអ្វីមួយគឺនៅក្នុងស្ថានភាពល្អគេ good condition ស្ថានភាពល្អ Okay, doctors gave him. The answer is a clean bill of health. Right. ខ្ញុំសូមអានសិនណា Doctors gave him a clean bill of health after a series of tests and examinations. ចាដុកដុកទ័រជាច្រើនបានចេញរបាយការណ៍សុខភាពដែលបញ្ជាក់ថាគាត់អត់មានឈឺអីទេឬក៏សុខភាពគាត់គឺធម្មតាទេបន្ទាប់ពីការធ្វើតេស្តឬហើយនឹងការត្រួតពិនិត្យជាច្រើន a series of tests and examinations ការធ្វើតេស្តនិងការគេតេស្តហើយនឹងការពិនិត្យវិនិច្ឆ័យ examination ពិនិត្យវិនិច្ឆ័យជាច្រើនអូខេចុងក្រោយគឺ to be what is needed in a particular situation or for a particular purpose. On paper, several of the applicants fit the bill. Fit the bill. ចឹងគេចង់និយាយថាចេះ to be what is needed គឺជាអ្វីដែលត្រូវការក្នុងស្ថានភាពជាក់លាក់ណាមួយអ្វីដែលគេត្រូវការក្នុងស្ថានភាពជាក់លាក់ណាមួយណាឬសម្រាប់គោលបំណងជាក់លាក់ណាមួយ or for a particular purpose ចឹងចម្លើយវាគឺអឺគេ fill the bill ឬក៏ fit the bill ចឹងនៅពេលណាអ្វីមួយដែលវាត្រូវការដើម្បីក្នុងសន្តិភាពណាមួយឬក៏សម្រាប់គោលបំណងណាមួយហ្នឹងគឺយើងប្រើពាក្យ fit the bill ឬក៏ fill the bill Okay on paper several អញ្ចឹងនៅលើกระดาษនៅលើក្រដាស several of the applicants fit the bills អញ្ចឹងបានន័យថានៅលើសំណុំ CV ដែលផ្ញើទៅកន្លែងការងារមួយដើម្បីសុំការងារ on the paper ហ្នឹងគេថាមានបេក្ខជន4-5រូបដែលស័ក្តិសមទៅនឹងការងារហ្នឹងអញ្ចឹងក្នុងករណីនេះ fit the bill ហ្នឹងគឺស័ក្តិសមក្នុងការងារនឹងវិញដោយសារតែហេតុអីដោយសារតែ fit the bill គឺបានន័យថា
យើងត្រូវការវាសម្រាប់គុំម្ដងណាមួយតែពេលអញ្ចឹងទៅយើងទៅកាច់ន័យយើងមិនមែនចេះតែប្រែតាមតែពាក្យអញ្ចឹងណាយើងត្រូវកាត់ន័យថាយើងនិយាយពីអីអញ្ចឹងនៅកាត់ន័យហ្នឹងអឺមានន័យថាបេក្ខជន4-5នាក់គឺស័ក្តិសមទៅនឹងការងារហ្នឹង alright so thank you for today okay fit the bill alright thank you for today bye